Tiếp xúc bậc mai bong bóng tỏ kia ngày tiệp muối một đò chụp bòn hơi đào lên mà ngày cô bàn tay chụp lần nâng cô miền ca có mong hơi xỉa chắc là đôi thà nơi hàng chụp bòn đại kê nhằm sạch chả cả bong bóng mới á ni chỉ sạch chả cả đại kê đào thời hơi dương trong nhằmประมาณ tới cái kịch tam nông chóng nó bong bóng vậy bị tha ôi vậy từ cầm nhầm từ nó cứ tha kia lần mơ một tay mà đònដោយសារពួកខ្ញុំនឹងញ៉ាំមែនតើហើយខ្ញុំមើលការញ៉ាំរបស់ជនជាតិជប៉ុនគឺគេទៅគ្រាន់តែកន្លែងញ៉ាំតិចតួចហើយគេផឹកមួយពែងពីរពែងអីអញ្ចឹងណាបងប្អូនប៉ុន្តែពួកខ្ញុំមែនទេគឺដាក់មកអស់ដៃតែម្ដងដល់ថ្នាក់អ្នកលើកអីវ៉ាន់មកហ្នឹងមើលមុខឲ្យសោចហើយពួកខ្ញុំបងប្អូនហើយគឺមិននិយាយទេប៉ាកែហ្មងគឺម្នាក់គឺខាងហូបចុកតែម្ដងដោយសារម្នាក់ហើយមិត្តភ័ក្តិប្តីខ្ញុំហ្នឹងគឺគាត់ចង់ភៅហើយប៉ាកែណារឿងខាងដើរនិយាយទៅពួកគាត់អាសាមកជប៉ុនគឺពួកគាត់មកញ៉ាំមកហូបមកចុកតែម្ដងហើយខ្ញុំនេះតាមគាត់តាមអីចឹងទៅគីឡូឡើងមិនស្ទើរទេតាមគាត់ហើយក៏ប៉ុន្តែលើកទី1ដែរបងប្អូនដោយសារមកចង់ស្គាល់រសជាតិអាកន្លែងគេដាក់ចកឡើងមកកណកោដូចភ្នំចឹងណាពីមុនខ្ញុំទៅជប៉ុនក៏ញ៉ាំហាងដូចថាសាច់អាំងដែរក៏ប៉ុន្តែវាមិនមែនថាគេដាក់លង្កោដូចភ្នំចឹងទេក៏ប៉ុន្តែអានេះលើកទី1របស់ខ្ញុំណានិយាយពីថាមានជាតិឆ្ងាញ់មែនតែនសាច់គេអាំងដូចថាវាអត់រឹងវាទន់ហើយមានជាតិមែនតែននិយាយទៅញ៉ាំគ្រប់សពតែម្ដងបងប្អូនចង់ដឹងថាសាច់គេធ្វើរបៀបម៉េចហើយគេយកមករុំជាមួយនេះជាមួយនោះអញ្ចឹងតៃវ៉ាន់ក៏មានដែរអាសាច់អញ្ចឹងក៏ប៉ុន្តែខ្ញុំគិតថានៅជប៉ុនគឺសាច់គេឡើងទន់តែម្ដងហើយពួកខ្ញុំអង្គុយគិតថាបើអញ្ចឹងអាចបើកហាងរៀនតាមជប៉ុនអញ្ចឹងគេធ្វើរបៀបម៉េចអញ្ចឹងបងប្អូននិយាយទៅបងប្អូនទៅចាំអ្នកដែលគេរកស៊ីខាងធ្វើម្ហូបគឺដើរស៊ីដើរចុកនឹងតែម្ដងបងប្អូនជាពិសេសតាពួកគាត់ដើរហូបហើយគឺគាត់វិនិច្ឆ័យម្ហូបគេដូចថាគេធ្វើអាម៉េចអីអាម៉េចចឹងហើយនៅជប៉ុនម្សៅគេបំពងអីគឺថាឆ្ងាញ់មែនតើបងប្អូនអញ្ចឹងហើយពួកគាត់ប៉ាកែណាទៅហាងនេះទៅហាងនោះញ៉ាំនេះញ៉ាំនោះហើយពេលដែលយើងញ៉ាំហ្នឹងឆ្ងាញ់មិនឆ្ងាញ់យើងពិភាក្សាមើលទៀតបងប្អូនហើយនិយាយពីខ្ញុំចេះតែទៅតាមគេប៉ុន្តែខ្ញុំធ្លាប់ដើរមួយពួកគាត់អញ្ចឹងគឺខ្ញុំដឹងថារបស់ណាឆ្ងាញ់របស់ណាមិនឆ្ងាញ់របស់ខ្លះអាំងទៅវាស្ងួតសាច់ចេះតែអាំងទៅវាអត់មានជាតិតែរបស់នេះអត់ទេបងប្អូនពេលដែលយើងញ៉ាំទៅវាមានជាតិសំណើមវាសាច់វាអត់មានរឹងកកអីទេគឺឆ្ងាញ់តែម្ដងហើយខ្ញុំឆ្ងល់នៅចិនគេអាំងគេសដាក់នៅក្នុងទូទឹកកកត្រជាក់អញ្ចឹងហើយនៅជប៉ុនគេដាក់លង្កដូចភ្នំអញ្ចឹងឲ្យយើងរើសយើងញ៉ាំមិនក៏សាច់គេនៅតែស្រស់ល្អនិយាយទៅគឺថាប្រហែលជាគេប្រើប្រភេទថៃក៏សាច់អីល្អអញ្ចឹងសាច់វាមានប្រភេទសាច់ល្អនិងសាច់មិនល្អហើយរបៀបការអាំងមិនអាំងទៀតហើយនឹងអាទឹកជ្រលក់គេអាំងសាច់ហ្នឹងបងប្អូននិយាយទៅក៏ខុសគ្នាដែរហើយពួកខ្ញុំញ៉ាំបដានាំគ្នាប្រាជ្ញអីអញ្ចឹងណាដូចថាបើសិននៅកោះតៃវ៉ាន់អាចជាបើកហាងដូចគេអញ្ចឹងបងប្អូននិយាយទៅពួកខ្ញុំឲ្យតែញ៉ាំអីគឺពិភាក្សាតែម្ដង